Cho videoនេះខ្ញុំមកប្រាប់របៀបប្រើ Tele របស់ដុំ on Google TV អញ្ចឹងសម្រាប់ Tele វាគឺការប្រើប្រាស់សាមញ្ញទេដើម្បីបិទ TV stick យើងចុចឲ្យជាប់បាទកន្លែងនេះបាទប៊ូតុង power អានេះគឺសម្រាប់ mouse បាទអញ្ចឹងបើសិនជាអ្នកនរគ្នាចុចអាកន្លែងរូប mouse នឹងមួយវានឹង load cursor load កន្លែង mouse បែបហ្នឹងបើបងចុចទៅលើវារត់ mouse បែបនេះឃើញទេលើក្រោមឆ្វេងស្ដាំអញ្ចឹងសម្រាប់ប៊ូតុងលើក្រោមឆ្វេងស្ដាំគឺយើងយកអូខេកណ្ដាលគោលពណ៌សហ្នឹងគឺប៊ូតុងអូខេស្ដាំឆ្វេងលើក្រោមបាទចុចទៅគឺលឺប៉ក់ឲ្យអ្នកនរគ្នាបាទអញ្ចឹងដើម្បីបិទម៉ៅនឹងវិញយើងចង់ប្រើប៊ូតុងទាំង4យើងចុចសញ្ញាម៉ៅនឹងដដែលមកបាទអញ្ចឹងយើងអាចធ្វើការប្រើប៊ូតុងទាំង4នឹងបានហើយចង់ចូលកម្មវិធីមួយណាគឺយើងធ្វើការចុចអូខេនៅកម្មវិធីមួយនឹងបានបាទបន្ទាប់មកប៊ូតុងនេះគេហៅថាប៊ូតុង Google Assistant សម្រាប់បងដែលចង់ប្រើជាមួយនឹងបាទ Google Assistant នៅលើហ្នឹងបាទយើងអាចធ្វើការ set up Google Assistant ដើម្បីសួរជាភាសាអង់គ្លេសអីបានណាអាហ្នឹងដូចជា setting នឹង AI អ្នកខ្លះក៏ហៅ AI តែជាក់ស្ដែងទៅអានេះគឺ Google Assistant ដោយសារតែវាប្រើជាមួយនឹង license Google អញ្ចឹងគឺវាត្រូវមានជាមួយនឹងមុខងារ Google Assistant ហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍កន្លែង Google Assistant ហ្នឹងមួយចុះបាទកុំឲ្យអ្នកនរគ្នារៀងឆ្ងល់ទៀតណាអញ្ចឹងយើងចុចប៊ូតុងហ្នឹងឲ្យជាប់បន្ទាប់ពីយើង set up ហើយណាចុចឲ្យជាប់មក What time is it បាទអញ្ចឹងវាឆ្លើយប្រាប់យើងហើយគឺវាបង្ហាញអាហ្នឹងទៀតអញ្ចឹងអ្នកនរគ្នាចង់ឲ្យវាធ្វើអីចូលទៅបើក Wi-Fi បើក Bluetooth និយាយទៅអានេះវាជាលក្ខណៈសលេងភាសាអង់គ្លេសបាទបន្ទាប់មកទៀតយើងមានជាមួយនឹងប៊ូតុង back បើសិនជាអ្នកនរគ្នាចង់ត្រឡប់ចុចជាមួយនេះអានេះត្រឡប់ថយក្រោយអានេះ home អានេះថាអ្នកនរគ្នាចូលកម្មវិធីណាមួយបាទបន្ទាប់មកយើងចង់ត្រឡប់ភ្លាមយើងចុច home បាទឃើញទេបាទហើយបើកន្លែងនេះគឺ setting អ្នកនរគ្នាប្រហែលជាស្គាល់ហើយចុចអាហ្នឹងមួយមកចេញកន្លែងភ្ជាប់ Wi-Fi ចូលអីអាហ្នឹងគឺ setting គេហៅថា shortcut ណាហើយបើយើងកំពុងតែវាយ keyboard យើងចង់លុបគឺយើងគ្រាន់តែចុចកន្លែងនេះមួយមកបាទចុចមួយទៅគឺលុបអានេះសម្រាប់បើកសលេងដកសលេងអានេះគឺ mute សលេងហ្នឹងបានន័យថាឲ្យបិទសលេងយកហ្មងបាទអានេះគឺបដូរក្នុងករណីបងចង់បដូរប៉ុសបដូរអីគឺយើងចុចប៊ូតុងលើក្រោម P នេះបានអានេះរបៀបប្រើ Tele ដូចជាមានប៉ុណ្្នឹងទេហើយមុន Tele ប្រើ Tele បានត្រូវប្រកាសថាយើងដាក់ថ្មផងបាទបើអត់មានថ្មគឺយើងអត់អាចប្រើវិជា Tele នឹងបានទេបាទអូខេអញ្ចឹងរបៀបប្រើ Tele មានប៉ុណ្្នឹងឯង